Hello សួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានប្រធានបទថ្មីមួយបាទតាក់ទងជាមួយសេដ្ឋកិច្ចហើយតាក់ទងមួយលុយដែរបាទបងប្អូនដឹងថាមួយរយៈនេះមានរឿងកើតឡើងជាច្រើនចំពោះបញ្ហាពិភពលោកហើយនឹងតាក់ទងមួយសេដ្ឋកិច្ចដែរហើយខ្ញុំចង់លើកប្រធានបទមួយនេះមកខ្ញុំគិតថាវាជាប្រយោជន៍ខ្លាំងខ្លាំងមែនទែនហើយច្រើនមែនទែនទៅលើបងប្អូនដែលគាត់មានទ្រព្យសម្បត្តិហើយនឹងបងប្អូនមួយផ្នែកទៀតហ្នឹងទៅជាមួយនឹងបងប្អូនជំនាន់ក្រោយដែលគាត់កំពុងសិក្សាគួរតែស្ដាប់វីដេអូនេះហើយយកចិត្តទុកដាក់ព្រោះខ្ញុំឃើញថាការវិវត្តនៅប្រហែលឆ្នាំចុងក្រោយនេះវាគឺជាការវិវត្តមួយដ៏លឿនខ្លាំងในខាងបច្ចេកវិទ្យាជាពិសេសទាក់ទងជាមួយនឹងប្រព័ន្ធហិរញ្ញវត្ថុពិភពលោកគឺយើងដើរដល់បរិបទមួយថ្មីទាក់ទងជាមួយនឹង cryptocurrency ដែលបងប្អូនជាច្រើនតែងតែស្គាល់ជាងគេគឺ Bitcoin បើខ្ញុំលើកឡើងទាក់ទងនឹង Bitcoin ដែលងាយស្រួលបញ្យល់បងប្អូនអាចស្គាល់ច្រើនតើ Bitcoin ជាអ្វី Bitcoin គឺជាគេហៅលុយអេឡិចត្រូនិកដែលវាងាយស្រួលក្នុងការធ្វើការផ្ញើទៅឲ្យគ្នារវាងគេថាpeer to peer ទៅឲ្យគ្នានឹងងាយស្រួលអស់សេវាតិចហើយបច្ចុប្បន្ននេះទីផ្សារ cryptocurrency បើមកដល់ម៉ោងដែលខ្ញុំនិយាយនេះវាក្នុងមួយកាក់វាឡើងចិត្តទៅដល់មាស1គីឡូហើយទឹកចិត្តឡើងដល់មាស1គីឡូហើយមួយ coin Bitcoin មួយ coin វាឡើងជាង10,200ហើយមាសបច្ចុប្បន្ននេះវាខ្ទង់ល្បាក់នឹង10,000ជាងនឹងដែរ12,000 10,000ប្រហែលជាខ្ទង់ថ្ងៃនេះប្រហែលជាអាចខ្ទង់10,600ឬ7,000ព្រោះរៀងធ្លាក់បន្តិចបាទហើយដូចបានជាខ្ញុំយកប្រធានបទនៅលើកនិយាយអឺព្រោះមួយរយៈខ្លីនេះតកតងមួយនឹងសង្គ្រាមពាណិជ្ជកម្មអាមេរិកផងសង្គ្រាមតកតងមួយរុស្ស៊ីអ៊ុយក្រែនអាមេរិកពាណិជ្ជកម្មជាមួយចិនការប្រឈមរបស់តៃវ៉ាន់ហើយព័ត៌មានថ្មីមួយថ្ងៃពីរថ្ងៃនេះតកតងមួយការប៉ះគ្នារវាងឥណ្ឌាជាមួយប៉ាគីស្ថាននេះគឺជាបញ្ហាធំធំពិភពលោកមានន័យថាវាជាការរបត់មួយធំធំពិភពលោកខ្លាំងបាទបើសិនជាយើងមើលទៅផ្នែកសេដ្ឋកិច្ចយើងបានឃើញថាចរន្តនៃហិរញ្ញវត្ថុបច្ចុប្បន្នគឺពិភពលោកចាប់អ្នកវិនិយោគទុនធំធំបង្វិលសាច់ប្រាក់របស់គាត់នោះខ្លាំងមែនទែនអ្វីដែលខ្ញុំគួរឲ្យចាប់អារម្មណ៍នៅក្នុងឆ្នាំនេះឆ្នាំ2025នេះខ្ញុំតាមដានព័ត៌មានទៅខ្ញុំឃើញការបង្វិលសាច់ប្រាក់របស់អ្នកវិនិយោគធំគាត់គឺគេលែងសូវផ្ដោតខ្លាំងទៅលើមាសពេកហើយមាសពីមុនគឺការបង្វិលទុនធំគឺផ្ដោតលើមាសមានន័យថាវាឡើងពុបពេលមានសង្គ្រាមមានបញ្ហាដូចមើលថ្មីនេះឃើញមាសឡើងជើងជាង10,000ភ្លាមបង្វិលខ្លះដែរប៉ុន្តែខ្ញុំពិនិត្យឃើញអឺអឺទ្របថ្មីមួយទៀតតកតងមួយកាក់អេលិចត្រូនិកនេះគឺគេបង្វិលខ្លាំងជាងមាសទៀតគឺគេបង្វិលខ្លាំងជាងមាសទៀតព្រោះនៅពេលដែលបញ្ហាសង្គ្រាមពាណិជ្ជកម្មកើតឡើងតម្លៃមាសហើយនឹងតម្លៃ Bitcoin ឡើងទន្ទឹមគ្នាវាចាប់ផ្ដើមឡើងទន្ទឹមគ្នាប៉ុន្តែនៅពេលដែលអឺសង្គ្រាមថ្មីនេះតាក់ទងជាមួយនឹងឥណ្ឌាហើយជាមួយនឹងប៉ាគីស្ថាននេះទៅជាអ្នកវិនិយោគទុនគឺអាចថាធម្មតាអ្នកវិនិយោគគេតែងតែដកលុយចេញពីប្រទេសដែលកំពុងមានបញ្ហាគេអត់ចង់ឲ្យគេឆេះលុយអញ្ចឹងណាអញ្ចឹងគេបង្វិលសាច់ប្រាក់គេចេញពីឥណ្ឌាចេញពីប៉ាគីស្ថាននៅក្នុងពេលស្ថានភាពឥឡូវអញ្ចឹងគេបង្វិលជា Bitcoin មិនថា Bitcoin មិនថា Soul Coin មិនថា Coin ដែលមានតម្លៃក្នុងទីផ្សារបច្ចុប្បន្នដែល top ចូល top 5របស់ Coin top 5គឺគេភាគច្រើនគេបង្វិលអាហ្នឹងគឺបង្វិលលឿនមែនតើបង្វិលចេញពីនេះចឹងធ្វើឲ្យការជួញដូរ Coin ក្នុងទីផ្សារគឺឡើងថ្ងៃនេះខ្ញុំឃើញថាតម្លៃកាក់ខ្លះឡើងដល់20% 10ជាងភាគរយអញ្ចឹងមានន័យថាម៉េចដោយសារប្រព័ន្ធហិរញ្ញវត្ថុពិភពលោកនោះវាដើរដល់ចំណុចមួយតាក់ទងទៅលើអេឡិចត្រូនិកខ្លាំងបាទហើយអ្នកវិនិយោគិនបច្ចុប្បន្នជឿទុកចិត្តខ្លាំងទៅលើកាក់អេឡិចត្រូនិកដែលយើងហៅ crypto មានន័យថាគឺជាការបំលែងកូដលុយដែលជាកូដផ្ញើឲ្យគ្នាអស់សេវាតិចហើយលឿនរហ័សហើយសុវត្ថិភាពសម្រាប់លុយវិនិយោគគេថែទាំវិនិយោគគេហើយកាក់
គឺមានកម្រិតហើយអត់មានស្ថាប័នណាគ្រប់គ្រងទេមិនថាប្រទេសណាក៏អត់មានសិទ្ធិគ្រប់គ្រងទៅលើ coin Bitcoin ហ្នឹងដែរអញ្ចឹងធ្វើឲ្យគេទុកចិត្តងាយស្រួលបបោសាច់ប្រាក់អញ្ចឹងធ្វើឲ្យចរន្តនឹងការបង្វិលមូលធនលុយបច្ចុប្បន្នពីប្រទេសដែលមានបញ្ហាទៅរកប្រទេសមួយទៀតមហាប្រទេសទី2ឬប្រទេសទី3ដែលគេកំពុងមានសេដ្ឋកិច្ចល្អនោះបង្វិលជា coin នេះគឺខ្លាំងមែនទែនបាទយើងឃើញថាតារាងនឹងការផ្ទេរទិញលក់ហ្នឹងគឺខ្លាំងអញ្ចឹងក្នុងហេតុផលមួយនេះខ្ញុំលើកទឹកចិត្តឲ្យដូចជាបងប្អូនជំនាន់ក្រោយយើងមិនបាច់ចាំមានលុយសម្រាប់ទៅវិនិយោគអីទេអានេះខ្ញុំគាត់ថាជាគំនិតថាយើងគួរតែរៀនពីវាទៅព្រោះឥឡូវឧបករណ៍ហើយនឹងសម្ភារៈផ្សេងហើយនឹងចំនួនលុយដែលយើងអាចធ្វើការសិក្សាពីវានេះគឺដើមទុនតិចទេត្រឹម4 5រៀលឬក៏ឧបករណ៍យើងមានឧបករណ៍ក៏យើងអាចតាមដានព័ត៌មានបានវាងាយស្រួលជាងការខ្ញុំនៅរៀនមហាវិទ្យាល័យថ្នាក់សេដ្ឋកិច្ចឆ្នាំ2013ដល់2016បើខ្ញុំចង់រៀនពីវាខ្ញុំមានការលំបាកខ្លាំងទៅលើឧបករណ៍ហើយនឹងការ process តាក់ទងទៅក្នុងការរៀនសូត្រវាអត់ងាយបាទតែបច្ចុប្បន្នហ្នឹងងាយស្រួលយើងគ្រាន់តែចូលអ៊ីនធឺណិតក៏ងាយស្រួលហើយនឹង account ដែលយើងបើកទៅប្រើប្រាស់ដើម្បីស្វែងយល់ពីវាហ្នឹងក៏មានតម្លៃថោកសឹងតែអត់អស់លុយផងយើងមានតែ4 5រៀលដាក់ចូលទេយើងអាចតាមដានព័ត៌មានបានអញ្ចឹងអានេះខ្ញុំលើកទឹកចិត្តឲ្យបងប្អូនរៀនផ្នែកខាង finance សេដ្ឋកិច្ចឬក៏អីហ្នឹងដែលអាចយល់បានឬក៏បងប្អូនជំនាញផ្សេងក៏ដោយសាកល្បងក្នុងការយកពេលវេលាខ្លះទៅមើលវាទៅបាទព្រោះនេះគឺជាលុយពួកយើងធ្វើការងាររាល់ថ្ងៃគឺដើម្បីលុយអញ្ចឹងអាព័ត៌មានអស់នេះហើយដែលថ្ងៃក្រោយជាប្រយោជន៍របស់បងប្អូនព្រោះនៅពេលដែលវិបត្តិសេដ្ឋកិច្ចកើតឡើងពីមួយដំណាក់កាលទៅមួយដំណាក់កាលអ្វីដែលធ្លាក់ថ្លៃបងប្អូនត្រូវយល់គឺលុយគឺប្រទេសនីមួយមិនថាអាមេរិកចិនឥណ្ឌាកម្ពុជាឬប្រទេសណាក៏ដោយតែងតែធ្វើការផលិតលុយបន្ថែមចំណេញដើម្បីបំពេញទៅកាន់ទីផ្សារអញ្ចឹងចំនួនលុយគឺកើនឡើងប៉ុន្តែអឺ inflation វាឡើងខ្ពស់អញ្ចឹងរបស់លុយដែលយើងកាន់នឹងដៃរកបានថ្ងៃនេះ$1មិនមែនមិនប្រកាសថាស្អែកហ្នឹងតម្លៃវាស្មើ$1វានឹងអាចធ្លាក់ចុះ1%ឬ2%អញ្ចឹងជាមួយឆ្នាំជួនកាលយើងបើក្នុងពេលវេលាសេដ្ឋកិច្ចនេះពេលខ្លះអាចធ្លាក់ដល់4ទៅ5%ពេលខ្លះអាចធ្លាក់ដល់10%យើងអត់ទៀងទៅលើសេដ្ឋកិច្ចប្រទេសមួយអញ្ចឹងការកាន់កាប់ទ្រព្យសម្បត្តិមួយចំនួនវាអត់មានដំណឹងអញ្ចឹងបានជាបរិបទថ្មីនេះគឺកាន់ទៅលើខ្វាញ់ច្រើនអញ្ចឹងបានជាខ្ញុំគិតថាវាជាទីផ្សារ global បងប្អូនណាអាចមានចំណេះដឹងស្វែងយល់ពីវាគួរយកចិត្តទុកដាក់រៀនពីវាខ្លះបាទវាដូចខ្ញុំបង្ហាញណាខ្ញុំទុំទៅសិក្សាពីវារយៈពេលថ្មីដែរតែខ្ញុំឃើញថាអូខេវាលំងសម្រាប់អ្នកដែលចំនួនក្រោយអាចសិក្សាបានព្រោះវាជាទីផ្សារហិរញ្ញវត្ថុមិនថាតែក្នុងប្រព័ន្ធរបស់ការជួញដូរគ្រីបតូឯភាគហ៊ុនអាមេរិកបច្ចុប្បន្នក៏មានភាពងាយស្រួលក្នុងការយើងរៀន assess ស្វែងយល់ដែរគ្រាន់តែថាបច្ចុប្បន្ននេះការ process ទៅផ្សារហ៊ុនរបស់អាមេរិកក៏វាយើងចំណាយថ្លៃជាងការ process ទៅក្នុង Bitcoin ទីផ្សារបច្ចុប្បន្នវាទីផ្សារខាង Coin វាតម្លៃទាបជាងយើងងាយស្រួលជាងក្នុងប្រទេសខ្មែរយើងងាយស្រួលជាងបាទទីផ្សារអាមេរិកយើងមានផលលំបាកបន្តិចតែក្នុងពីរហ្នឹងយើងអាចរៀនសូត្រពីវាបាទអញ្ចឹងថ្ងៃនេះខ្ញុំមានប៉ុណ្្នឹងឯងសម្រាប់បងប្អូនដែលគាត់យកចិត្តទុកដាក់ផ្នែកខាងសេដ្ឋកិច្ចលុយកាក់អីហ្នឹងបាទវីដេអូនេះចាត់ទុកថាវាជាអ្វីដែលថ្មីដែលខ្ញុំបានសិក្សាររយៈពេលចុងក្រោយនេះដែលខ្ញុំបានប្រមូលព័ត៌មានទៅខ្ញុំគិតថាវាទីផ្សារពីរនេះតើតើមួយខូចអ្វីវាមានសក្តានុពលទៅថ្ងៃអនាគតខ្លាំងណាស់អញ្ចឹងក៏ជាសារមួយសម្រាប់បងប្អូនយើងទូទៅហើយនឹងបងប្អូនសិស្សដែលគាត់កំពុងចាប់ផ្ដើមសិក្សារៀនសូត្រគួរយកចិត្តទុកដាក់លើវាមួយផ្នែកមិនមែនទាំងអស់ទេយើងធ្វើការបណ្ដាទៅយើងអាចថាមានពេលនេះយើងសិក្សាវាល្អដែរអញ្ចឹងណាសិក្សាខ្លះទៅដើម្បីជាចំណេះដឹងហើយនឹងជាឱកាសសម្រាប់ខ្លួនឯងដែរបាទអរគុណច្រើនមានតែប៉ុណ្្នឹងថ្ងៃហ្នឹងបាយបាយ